កងកម្លាំងការពារជាតិអ៊ីស្រាអែល IDF បានប្រកាសជាផ្លូវការនៅការបង្កើតបន្ទាត់ពណ៌លឿងឬ Yellow Line ដែលជាតំបន់សន្តិសុខហាមឃាត់នៅទូទាំងភាគខាងត្បូងនៃប្រទេសលីបង់ដើម្បីគ្រប់គ្រងសន្តិសុខអំឡុងពេលឈប់បាញ់រយៈពេល10ថ្ងៃដំបូងនេះបើយោងតាមការចុះផ្សាយសារព័ត៌មាន i24 News កាលពីថ្ងៃទី18ខែមេសាឆ្នាំ2026យុទ្ធសាស្ត្រថ្មីនេះត្រូវបានដកស្រង់គំរូតាមការអនុវត្តនៅក្នុងតំបន់ហ្គាហ្សាដោយកងទ័ពអ៊ីស្រាអែលបានកំណត់យកទឹកដីដែលខ្លួនវាដណ្ដើមបានធ្វើជាតំបន់យោធាបិទជិតឬតំបន់ហាមឃាត់ដែលនៅក្នុងនោះមានភូមិរបស់ពលរដ្ឋលីបង់ចំនួន55ត្រូវបានដាក់ក្នុងបញ្ជីហាមឃាត់ដាច់ខាតតែម្ដងមិនឲ្យប្រជាពលរដ្ឋត្រឡប់ចូលទៅរស់នៅវិញឡើយដើម្បីធានាសុវត្ថិភាពដល់កងទ័ពអ៊ីស្រាអែលដែលកំពុងឈរជើងនៅទីនោះចាប់តាំងពីបទឈប់បាញ់បានចាប់ផ្ដើមមកកងទ័ពអ៊ីស្រាអែលដែលប្រចាំការនៅភាគខាងត្បូងនៃបន្ទាត់ពណ៌លឿងបានរកឃើញករណីបំពានជាច្រើនលើកពីសំណាក់ក្រុមសកម្មប្រយុទ្ធដែលបានព្យាយាមចូលមកក្បែរទីតាំងរបស់ខ្លួនពីទិសខាងជើងក្នុងរូបភាពបង្កការគំរាមកំហែងភ្លាមៗជាការឆ្លើយតបកងទ័ពអាកាសនិងកងទ័ពកម្លាំងជើងគោកអ៊ីស្រាអែលបានបើកការវាយប្រហារចំគោលដៅយ៉ាងច្បាស់លាស់ដើម្បីកម្ចាត់រាល់ការគំរាមកំហែងទាំងនោះក្នុងនោះក៏មានការប្រើប្រាស់កំភ្លើងធំដែរនិងការកំទេចចោលនៅហេដ្ឋារចនាសម្ព័ន្ធទាំងឡាយណាដែលអំណោយផលដល់ការវាយប្រហារមកលើកងទ័ពរបស់ខ្លួននៅក្រោមគោលការណ៍បន្ទាត់ពណ៌លឿងនេះកងកម្លាំងការពារជាតិអ៊ីស្រាអែល IDF នៅតែបន្តប្រតិបត្តិការយ៉ាងសកម្មនៅក្នុងតំបន់ស្រទាប់ដើម្បីធ្វើការរុះរើនិងបំផ្ទុះកំទេចចោលជាប្រព័ន្ធនៅរូងភ្នំក្រំដីក៏ដូចជាទីតាំងបាញ់បង្ហោះគ្រាប់រុយកែតរបស់ក្រុម Hezbollah សេរីភាពនៃប្រតិបត្តិការយោធានេះអនុញ្ញាតឲ្យអ៊ីស្រាអែលបោសសម្អាតគ្រឿងយុទ្ធភ័ណ្ឌនិងហេដ្ឋារចនាសម្ព័ន្ធយោធារបស់សត្រូវឲ្យអស់ពីតំបន់ព្រំដែនដោយមិនចាំបាច់បារម្ភពីការធ្លាក់ចូលនៅក្នុងវដ្តនៃសង្គ្រាមទ្រង់ទ្រាយធំឡើងវិញក្នុងអំឡុងពេលកំណត់នេះឡើយយោធាអ៊ីស្រាអែលបានប្រមានយ៉ាងធ្ងន់ធ្ងរចាស់ដៃថាកិច្ចព្រមព្រៀងជប់បាញ់មិនមែនជាឧបសគ្គដល់ប្រតិបត្តិការការពារខ្លួនទេហើយជនណាដែលហ៊ានបំពានចូលមកក្នុងតំបន់ហាមឃាត់ឬចូលក្បែរខ្សែបន្ទាត់សន្តិសុខនេះនឹងត្រូវចាត់ទុកជាគោលការណ៍វាយប្រហារភ្លាមៗហើយ